ខ្លាហានទាំងអស់គ្នាតែគាត់ថាខ្ញុំជាយោបល់របស់អាណាព្យាបាលមនុស្សអញ្ចឹងចង់បង្ហាញថាទោះបីជាកូននៅក្នុងថ្ងៃនេះគាត់ប្រឡងទទួលបានលទ្ធផលបែបណាក៏យើងត្រូវតែទទួលយកប៉ុន្តែខ្ញុំសម្លឹងមើលឃើញថាកាលពីកូនខ្ញុំចូលមករៀននៅទីនេះបើខ្ញុំគិតទៅរយៈពេល1ឆ្នាំហើយចាអញ្ចឹងឃើញថាភាពរីកចម្រើនរបស់គាត់គឺពី1ខែទៅ1ខែឃើញវាថាល្អចឹងអារម្មណ៍ជាឪពុកម្ដាយទោះបីជារវល់យ៉ាងណាក៏ត្រូវតែជួយលើកទឹកចិត្តកូនឲ្យគាត់ក្លាហានហើយយើងក៏យកចិត្តទុកដាក់នៅក្នុងការជួយជំរុញនៅក្នុងការធ្វើកិច្ចការងារផ្ទះក៏មិនអាចពឹងផ្អែកទៅលើគ្រូទាំងអស់បានដែរពីព្រោះគ្រូក៏គាត់មានកាតព្វកិច្ចរបស់គាត់ចឹងអារម្មណ៍ជាគ្រូដូចគ្នាទៅយល់ថាហត់ប៉ុណ្ណាចាប៉ុន្តែក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានជួយអប់រំណែនាំអូនហើយទាំងនិយាយរួមទៅទាំងការសិក្សាទាំងអាកប្បកិរិយាគឺកូនធម្មតាបានមកសាលាគឺគាត់មានអាកប្បកិរិយាមួយដែលថាឪពុកម្ដាយទៅដល់ទីណាកន្លែងណាគឺអត់មានអារម្មណ៍មួយថាខ្មាស់គេចាអញ្ចឹងទៅសប្បាយចិត្តនៅអ្វីដែលកូនកំពុងតែរីកចម្រើនហើយនឹងបន្តជួយអប់រំណែនាំគាត់បន្ថែមទៀតពីផ្ទះមកចាអរគុណច្រើនអរគុណផង